នេះគឺជាលោកតាមេតបដែលគាត់នៅឃុំក្រុងថៃរក្សានៅតំបន់នេះបងប្អូនមើលចុះអូយស្អាតមែនតើស្អាតបងប្អូនមើលខ្លួនឯងបាទជំរាបសួរពុកម៉ែបងប្អូនឥឡូវនេះខ្ញុំកំពុងតែស្ថិតនៅក្នុងលអាងភ្នំចាស់ហើយនៅខាងក្រោយខ្ញុំនេះគឺជាលអាងភ្នំចាស់ហើយអញ្ចឹងចង់ដឹងថាទេសភាពនៅខែប្រាំងនេះស្រស់ស្អាតយ៉ាងណាតោះឥឡូវឡើងទៅមើលជាមួយខ្ញុំទាំងអស់គ្នាបងប្អូនបាទនេះអាងហើយខាងក្រោយនេះជាផ្លូវឡើងដោយសារគេដាក់មានយតាមានអីស្អាតសមរម្យសម្រាប់យើងឡើងបាទឥឡូវឡើងទៅជាមួយខ្ញុំទាំងអស់គ្នានេះបងប្អូនឡើងដល់នេះគឺត្រជាក់ដោយសារមានថ្មជុំវិញត្រជាក់ហើយកន្លែងស្អាតគេដាក់មានព្រះពុទ្ធរូបមានអីមានដោយពុយជាវក្រជាវណាក្រជាវណាបាទបន្ទាប់ពីកន្លែងនេះបន្តិចអូម្ដងត្រជាក់បងប្អូននេះត្រជាក់អស់នេះហើយនឹងវាលបន្តិចដល់ហើយនេះមានផ្លូវឡើងមួយហើយនេះក៏វាលដែរឥឡូវយើងបានទៀតហើយខ្ញុំថតពីកន្លែងរូងភ្នំតែម្ដងដោយសារអីខ្ញុំធ្លាប់ធ្វើវីដេអូបង្ហាញហើយម្សិលហើយអញ្ចឹងខ្ញុំធ្វើកាត់ខ្លីៗបងនេះមកតែឯងអូមានស្វាមានទូចស្វានេះច្រើនណាខ្ញុំតែឯងអត់ហ៊ាននេះបងប្អូននេះគឺព្រៃនេះស្វានៅមកបដុំភ្នៀអូនេះទឹកស្វាមើលមុខខ្ញុំដល់ហើយបងប្អូនអើយមកតែឯងផងនេះជាឡើងផ្លូវដែលខ្ញុំឡើងមកមិញហើយខាងនេះទៀតគឺជារូងលាងភ្នំបងប្អូនមើលចុះរូងណាបងប្អូនរុននិយាយទៅគឺបែបនេះស្អាតមែនតើថ្មគឺថ្មធម្មជាតិអត់មានការដាប់ការឆ្លាក់អីទេគឺជាថ្មប្រហោងរុនធម្មជាតិដែរហើយនៅខាងក្នុងនោះគឺជាមានរូបសំណាក់លោកតាមេតបហើយយើងទៅទាំងអស់គ្នាបាទឥឡូវខ្ញុំសូមដោះមួកតិចហើយបងប្អូនមានរូបព្រះពុទ្ធរូបបងប្អូនកន្លែងនេះកន្លែងសម្រាប់សក្ការៈបូជាអញ្ចឹងនេះបន្ទាប់ពីកន្លែងហ្នឹងមកខាងក្រៅនេះគឺជាកន្លែងលោកតាមេតបដែលលោកគុំក្រុងថៃរក្សានៅតំបន់នេះណាបងប្អូនបាទហើយបងប្អូនមើលចុះមើលរូបនេះណាដឹងស្អាតប៉ុណ្ណាស្អាតបងប្អូនអើយនេះរូបនេះតាមគេសិក្សាស្រាវជ្រាវមកគឺជាមនុស្សនាសម័យបុរេប្រវត្តិលោករស់នៅណាបងប្អូនបាទនេះគឺជាលោកតាមេតបដែលគាត់នៅគុំក្រុងថៃរក្សានៅតំបន់នេះបងប្អូនមើលចុះអូយស្អាតមែនតើស្អាតបងប្អូនមើលខ្លួនឯងណានេះបាទហើយផ្លូវនេះឡើងទៅមួយជាន់ទៀតតែខ្ញុំថតខ្លីៗទេថតកាត់ទេភាសាអីខ្ញុំធ្លាប់ថតអីនឹងមួយស្អាយអញ្ចឹងខ្លាចបងប្អូនក៏សាំឥឡូវខ្ញុំមកថតបែបច្បាស់នេះផ្លូវឡើងគេមានចដាដោយសារគេរៀបចំស្អាតហើយរូបនេះមានភុងសម្រាមមានអីសម្រាប់ឲ្យយើងមកហូបហើយយើងដាក់សម្រាមបងប្អូនអញ្ចឹងបងប្អូនដែលមកលេងកុំចោលសម្រាមផ្ទះខ្លះបងប្អូនអើយអាណិតលោកអ៊ំអាចារ្យដែលគាត់នៅថៃរក្សាតំបន់នេះគាត់ខំបោសសម្អាតដើម្បីឲ្យទីនេះមានកន្លែងស្អាតសមរម្យវាឲ្យភ្ញៀវទេសចរមកលេងណាបាទខ្ញុំសូមពាក់មួកវិញជាស្អីបងប្អូនភាសាតែថ្ងៃខ្ញុំវាចាំងពេកបងប្អូនឡើងទៅលើអូយនេះខែប្រាំងចឹងឃើញវាលស្អាតហើយវាលយើងឡើងមកទី1មកតំណាក់កន្លែងរូងខាងក្រោមនោះហើយឡើងមកដល់ឯនេះមានតំណាក់ធំទៀតនេះគឺជាកពូលភ្នំហ៎បងប្អូនឃើញចាមើលឃើញស្អាតហើយនេះក៏ក
lại tầm đáp đã sầm ram đấy chẳng sườn nông po bong po đây một lên cứ complete cho sầm ram ban trăm trời và bên tay nơi tầm miên chứคือsầm ramเป็นเพลานี่nơi tầm miên chứ tại dương chui thay sang óc này bởi dương ăn sầm át chui sầm át miên là kia mò sầm át đấy và thấyนี่คือrung từ chiều rungนี่คือnhom flop trâu mà xa đấy tại kiếm trâu kia tràn làนี่nhom mò tại chẳngนี่tràn đấy គឺខ្លីៗបងប្អូនបងប្អូនភ្លេចមុខខ្ញុំនឹងស្វែងរកនៅកន្លែងណាដែលស្អាតស្អាតទៀតនៅខាងលើនោះគឺមានកន្លែងដែរបងប្អូននៅមានកន្លែងភ្នំមានថ្មមានអីស្អាតថ្មបែបធម្មជាតិបងប្អូនអើយអញ្ចឹងខ្ញុំបញ្ចប់ប៉ុណ្្នឹងសិននឹងវីដេអូបន្ទាប់ខ្ញុំនឹងថតកន្លែងស្អាតស្អាតតែជូនដល់បងប្អូនមើលបាទអរគុណច្រើនជម្រាបលាហើយកុំភ្លេចជួយចុច like ជួយ subscribe ខ្ញុំអ្នកមួយផងដើម្បីឲ្យខ្ញុំកាន់តែឡើង view ឡើងទៅខ្ញុំមានកម្លាំងចិត្តសម្រាប់ធ្វើវីដេអូចែកជូនដល់បងប្អូនបានមើលទៀតអរគុណច្រើនជម្រាបលា